សុខភាពគឺជាកត្តាមួយដ៏ចាំបាច់របស់ប្រជាជនទូទាំងសកលលោកដែលជាហេតុនាំឲ្យយើងចាំបាច់ស្វែងយល់ពីចំណេះដឹងផ្សេងៗពាក់ព័ន្ធនឹងសុខភាពដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃទន្ទឹមនឹងនេះផងដែរសេវាសុខភាពសាធារណៈបានដើរតួយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដោយឡែកយើងសង្កេតឃើញពីបញ្ហាមួយចំនួនដែលកំពុងជួបប្រទះដូចជាការណាត់ជួបពិគ្រោះជាមួយវិជ្ជបណ្ឌិតនិងការទទួលសេវាកម្មផ្សេងៗជាពិសេសការរក្សាវិជ្ជបញ្ជាជាដើមស្របពេលដែលការប្រើប្រាស់បច្ចេកវិទ្យាកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយមើលឃើញពីតម្រូវការនិងបញ្ហាទាំងនេះពួកយើងសម្រេចចិត្តបង្កើតគេហទំព័រវិទ្យាសាស្ត្រឡើងក្នុងគោលបំណងសម្របសម្រួលដល់សេវាសាធារណៈផ្នែកសុខាភិបាលដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ឲ្យកាន់តែមានភាពងាយស្រួលគោលដៅចម្បងរបស់គេហទំព័រវិទ្យាសាស្ត្រគឺ 1. ចែករំលែកអត្ថបទចំណេះដឹងផ្នែកសុខាភិបាល 2. ស្នើការណាត់ជួបជាមួយវិជ្ជបណ្ឌិតនិងសេវាកម្មផ្សេងៗ 3. ទំនាក់ទំនងជាមួយវិជ្ជបណ្ឌិតនិងអ្នកប្រើប្រាស់ 4. រក្សារាល់ទិន្នន័យជំងឺផ្សេងៗរបស់អ្នកប្រើប្រាស់សូមស្វាគមន៍មកកាន់គេហទំព័រវិទ្យាសាស្ត្រដើម្បីមានភាពងាយស្រួលក្នុងការទទួលសេវាកម្មផ្សេងៗរបស់វិទ្យាសាស្ត្រអ្នកប្រើប្រាស់តម្រូវឲ្យមានគណនីជាមុនសិនដោយធ្វើការចុះឈ្មោះបង្កើតគណនីរួចបំពេញព័ត៌មានមួយចំនួនតាមការកំណត់របស់គេហទំព័រវិទ្យាសាស្ត្របានផ្ដល់ជូននូវមុខងារសំខាន់ៗដល់អ្នកប្រើប្រាស់ដូចជា 1. ចែករំលែកអត្ថបទសុខភាពមុខងារនេះផងដែរអ្នកប្រើប្រាស់អាចតាមដានសិក្សាស្វែងយល់នៅអត្ថបទចែករំលែកពីចំណេះដឹងផ្សេងៗពាក់ព័ន្ធជាមួយនឹងសុខភាពសាធារណៈមិនតែប៉ុណ្ណោះលោកអ្នកក៏អាចតាមដានសិក្សាស្វែងយល់ពីអត្ថបទប្រភេទជំងឺបានផងដែរ2. ស្វែងរកវិជ្ជបណ្ឌិតអ្នកប្រើប្រាស់ក៏អាចស្វែងរកវិជ្ជបណ្ឌិតទៅតាមជំនាញឯកទេសរបស់វិជ្ជបណ្ឌិតមិនត្រឹមតែប៉ុណ្ណោះក៏អាចមើលពីជីវប្រវត្តិការសិក្សារបស់វិជ្ជបណ្ឌិតបានផងដែរ 3. ជំនួបពិគ្រោះជំងឺអ្នកប្រើប្រាស់អាចស្នើការណាត់ជួបពិគ្រោះជំងឺជាមួយវិជ្ជបណ្ឌិតតាមរយៈគេហទំព័រដោយគ្រាន់តែជ្រើសរើសវិជ្ជបណ្ឌិតណាមួយតាមឯកទេសដែលលោកអ្នកត្រូវការដោយភ្ជាប់ជាមួយនឹងឯកសារយោងជ្រើសរើសការបរិច្ឆេទនៃការណាត់ជួបជាមួយវិជ្ជបណ្ឌិតបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជំងឺជាការស្រេចរាល់សំណើរបស់លោកអ្នកនឹងត្រូវចាំការ approve ពី admin ជាមុនសិនលើសពីនេះលោកអ្នកក៏អាចទទួលនៅសេវាកម្មពិនិត្យសុខភាពដោយគ្រាន់តែជ្រើសរើសសេវាកម្មណាមួយដែលលោកអ្នកត្រូវការជ្រើសរើសការបរិច្ឆេទនៃការណាត់ជួបទទួលសេវាកម្មរួចបំពេញព័ត៌មានមួយចំនួនជាការស្រេច4. ទំនាក់ទំនងផ្ទាល់ជាមួយវិជ្ជបណ្ឌិត
អ្នកប្រើប្រាស់ក៏អាចទំនាក់ទំនងផ្ទាល់ជាមួយវិជ្ជបណ្ឌិតតាមរយៈគេហទំព័រក្រោយពេលការណាត់ជួបទទួលបានជោគជ័យ 5. គ្រប់គ្រងគណនេយ្យអ្នកប្រើប្រាស់ក៏អាចគ្រប់គ្រងនិងកែប្រែនៅព័ត៌មានរបស់គណនេយ្យបានផងដែរដូចជាការផ្លាស់ប្ដូររូបភាពឈ្មោះអាសយដ្ឋានអ៊ីមែលនិងពាក្យសម្ងាត់ជាដើមលើពីនេះលោកអ្នកក៏អាចត្រួតពិនិត្យនៃការណាត់ជួបជាមួយវិជ្ជបណ្ឌិតក៏ដូចជាក្រដាស់បញ្ជាក់វិជ្ជាដែលទទួលបានពីវិជ្ជបណ្ឌិតជាដើមផ្នែកវិជ្ជបណ្ឌិត នៅក្នុងផ្នែកវិជ្ជបណ្ឌិតមានមុខងារជាច្រើនដូចជាត្រួតពិនិត្យការបរិច្ឆេទដែលបានជួបជាមួយអ្នកជំងឺមុខងារនេះផងដែរវិជ្ជបណ្ឌិតក៏អាចត្រួតពិនិត្យការបរិច្ឆេទដែលត្រូវជួបជាមួយនឹងអ្នកជំងឺនិងអាចមើលពីព័ត៌មានរបស់អ្នកជំងឺបានផងដែរលើពីនេះវិជ្ជបណ្ឌិតក៏អាចឆ្លើយតបសារទៅកាន់គណនេយ្យរបស់អ្នកជំងឺផ្ទាល់ផងដែរផុសអត្ថបទវិជ្ជបណ្ឌិតក៏អាចបង្ហោះនៅអត្ថបទចែករំលែកចំណេះដឹងពាក់ព័ន្ធជាមួយនឹងសុខភាពសាធារណៈនិងចំណេះដឹងផ្នែកជំងឺដើម្បីងាយស្រួលដល់អ្នកប្រើប្រាស់បានសិក្សាស្វែងយល់ពីបញ្ហាសុខភាពផ្សេងៗលើសពីនេះវិជ្ជបណ្ឌិតក៏អាចតាមដាននៅស្ថានភាពនៃការណាត់ជួបជាមួយនឹងអ្នកជំងឺនិងចេញវិជ្ជបញ្ជាទៅឲ្យអ្នកជំងឺតាមរយៈប្រព័ន្ធផងដែររាល់វិជ្ជបញ្ជាដែលបានចេញរួចនឹងស្ថិតទុកនៅគណនេយ្យរបស់អ្នកជំងឺគ្រប់គ្រងគណនេយ្យវិជ្ជបណ្ឌិតក៏អាចកែប្រែនៅព័ត៌មានមួយចំនួនដូចជាជីវប្រវត្តិការអប់រំនិងបទពិសោធន៍ការងារបានផងដែរផ្នែកអ្នកគ្រប់គ្រងឬ admin នៅក្នុងផ្នែក admin មានមុខងារជាច្រើនដូចជាគ្រប់គ្រងសំណើនៃការណាត់ជួបមុខងារនេះផងដែរ admin អាចធ្វើការ approve ឬ reject រាល់សំណើរបស់អ្នកជំងឺលើសពីនេះ admin ក៏អាចគ្រប់គ្រងការបរិច្ឆេទពិគ្រោះជាមួយនឹងអ្នកជំងឺរបស់វិជ្ជបណ្ឌិតបានផងដែរ admin ក៏អាចគ្រប់គ្រងនៅវិជ្ជបណ្ឌិតបង្កើតគណនេយ្យសម្រាប់វិជ្ជបណ្ឌិតនិងគ្រប់គ្រងព័ត៌មានមួយចំនួនរបស់វិជ្ជបណ្ឌិតផងដែរលើសពីនេះទៅទៀត admin ក៏អាចបង្កើតនិងកែប្រែនៅកញ្ចប់សេវាកម្មដែលមាននៅក្នុងមន្ទីរពេទ្យ